ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូថ្ងៃនេះខ្ញុំនឹងថតនិយាយអំពីជីវភាពជាបុគ្គលិកក្រុមហ៊ុននៅប្រទេសជប៉ុនខ្ញុំរស់ថ្ងៃនេះគឺខ្ញុំរស់នៅទីក្រុងតូក្យូប៉ុន្តែខ្ញុំរៀងនៅខាងជីដែរនៅក្នុងទីក្រុងតូក្យូពិតមែនតែខ្ញុំនៅខាងជីដោយសារអីដោយសារយើងរើសផ្ទះណាដែលរៀងថោកដែរចឹងព្រោះប្រទេសជប៉ុនដឹងស្រាប់ហើយគឺល្បីលំដាប់ពិភពលោកដែរហើយសម្បីប្រជាជនគ្នាគាត់នឹងក៏គាត់ចង់មករស់នៅទីក្រុងតូក្យូដែរចឹងទៅធ្វើឲ្យមានភាពលំអៀងចំនួនខេត្តហើយនឹងទីក្រុងហើយបូកជាមួយជនជាតិបរទេសដែលបានមកលេងទៀតចឹងទៅធ្វើឲ្យមនុស្សចំនួនប្រជាជនដែលរស់នៅគឺច្រើនលើសលប់ច្រើនខ្លាំងចឹងទៅផ្ទះដែលយើងជួលដែលអីហ្នឹងគឺតម្លៃថ្លៃផ្ទះដែលយើងទិញឬមកជួលគឺតម្លៃថ្លៃខ្លាំងចឹងទៅខ្ញុំក៏បានទៅរើសផ្ទះណាដែលរៀងថោកដែលអាចតែយើងអាចចេញបានចឹងណាហើយការងារខ្ញុំហ្នឹងគឺការងារ IT មានន័យថាខ្ញុំធ្វើការនៅក្នុងក្រុមហ៊ុន IT company ក្រុមហ៊ុន IT ដែលផ្នែកខ្ញុំគឺផ្នែកខាង programmer មានន័យថាបង្កើតលេខកូដចុចលេខកូដបង្កើតលេខកូដបង្កើតកម្មវិធីអីនៅក្នុង App Store អីហ្នឹងបើសិនជាយើងមានជំនាញខ្លាំងគឺយើងអាចបង្កើត game អីបានអញ្ចឹងណាពេលខ្ញុំហ្នឹងបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យខែ3ពេលអញ្ចឹងទៅថ្ងៃទី1ខែ4ឆ្នាំ2025ហ្នឹងគឺខ្ញុំបានចូលធ្វើការនៅក្នុងក្រុមហ៊ុនហ្នឹងហើយនៅទីក្រុងតូក្យូហ្នឹងគឺជាលើកដំបូងដែលខ្ញុំបានមករស់នៅឯពីមុនខ្ញុំរស់នៅខេត្តផ្សេងឯងពេលអញ្ចឹងទៅដោយសារក្រុមហ៊ុនយើងនៅទីក្រុងតូក្យូខ្ញុំក៏បានដូរមករស់នៅទីក្រុងតូក្យូដែរខ្ញុំធ្វើការចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រថ្ងៃសៅរ៍ទៅគឺយើងអាចសម្រាកបានអញ្ចឹងមិនថាបុគ្គលិកក្រុមហ៊ុនឬមួយសិស្សសាលាអីចាំគឺឈប់សម្រាកថ្ងៃសៅរ៍ទៅគឺជាថ្ងៃដែលពួកយើងបានឈប់សម្រាកខ្ញុំធ្វើការចាប់ពីម៉ោង9រហូតដល់ម៉ោង6ដល់ម៉ោង6ពេលល្ងាចពេលស្រុបទៅគឺ9ម៉ោងប៉ុន្តែដោយសារតែយើងឈប់សម្រាកអាហារថ្ងៃត្រង់គឺរយៈពេល1ម៉ោងចាប់ពីម៉ោង12រហូតដល់ម៉ោង1អញ្ចឹងទៅ1ម៉ោងគេគិតអីចឹងមានន័យថាចំនួនម៉ោងដែលយើងធ្វើការហ្នឹង8ម៉ោងវិញខ្ញុំធ្លាប់ទៅមើល YouTube ឬមួយ Facebook ឬមួយស្ដាប់គេធ្លាប់លើគេនិយាយថាទីក្រុងតូក្យូគឺមនុស្សច្រើនមែនទែនជាពិសេសគឺរថភ្លើងតែម្ដងគេហៅថា Man in Densha មានន័យថារថភ្លើងដែលពោពេញទៅដោយមនុស្សយើងធម្មតាលេងអីចឹងទៅយើងជិះតែមួយផ្លេយើងអត់សូវចាប់អារម្មណ៍ហើយអត់ដឹងភាពលំបាកនៅក្នុងនៃការជិះរថភ្លើងMan in Densha ហ្នឹងឯងពេលថ្ងៃដំបូងដែលខ្ញុំទៅធ្វើការថ្ងៃទី1ខែ4ហ្នឹងយើងជិះធ្វើការយើងតែងពាក់ខោអាវក្រហ្សេពាក់អាវផតមនុស្សស្រីហ្នឹងពាក់ប្រជើងកាយរៀងតូចដែរអញ្ចឹងហើយកាន់កាបូបមួយហើយដោយសារពេលហ្នឹងមេឃភ្លៀងខ្លាំងអញ្ចឹងគេកាន់ឆ័ត្រមួយដែរទៅជិះរថភ្លើងចិត្តតែខ្ញុំពេលជិះមកកម្មយើងអត់អីទេពេលឲ្យយើងកម្រងដូររថភ្លើងហ្នឹងយើងចុះទៅយើងចាំរថភ្លើងថ្មីដែលជិះមកអញ្ចឹងយើងដឹងមនុស្សច្រើនហើយពួកយើងឈរកណ្ដាលទៅខាងមុខមានមនុស្សខាងក្រោយក៏គេមានមនុស្សដែរតែយើងអត់សូវចាប់អារម្មណ៍ថាខាងក្រោយមានមនុស្សប៉ុណ្ណាអញ្ចឹងយើងមើលទៅខាងមុខចាំរថភ្លើងមកអញ្ចឹងណាពេលឈរអញ្ចឹងទៅរថភ្លើងមកដល់ភ្លាមលេងកម្រងខ្ញុំរត់ដើរចូលណាកម្រងដើរចូលហើយអ្នកខាងក្រោយលេងដើរបុកយើងទៅហ្មងបុកយើងមិនចាំដើរចាំគឺយើងទៅខ្លួនឯងអ្នកខាងក្រោយបុកយើងចូលរថភ្លើងទៅខ្លួនឯងតែហ្មងហើយខ្ញុំភ្ញាក់ផ្អើលខ្លាំងមែនតើហ្មងខ្ញុំអត់ទាន់ស្គាល់របៀបជិះដែរចឹងពេលគេបុកចូលខ្លាំងទៅបុកអ៊ីហ្នឹងគាត់នឹងតឹងទ្រូងនឹងគាត់ស្រែកអុយអ៊ីពេលចឹងណាគាត់នឹងតឹងថប់គាត់ណាពេលចឹងទៅមានអារម្មណ៍ដូចបាបចឹងចង់ដូចខ្លួនឯងធ្វើបាបនេះចឹងប៉ុន្តែយើងធ្វើអីអត់កើតដូចអ្នកខាងក្រោយគេបុកយើងចូលនឹងខ្លាំងហ្មងយើងទប់ខ្លួនឯងអត់កើតរៀងស្រីដែរចឹងហើយបោះចូលរភ្លើងភ្លាមកម្រើករួចហ្នឹងយើងធ្វើអីអត់កើតហ្នឹងនឹងគ្រឿនចេះមនុស្សពេញនឹងបុកនឹងឆ្អៀតគ្នាហ្មងរត់តែឲ្យតែបានខ្លួនឲ្យតែបានមុខដកអង្ហើមប៉ុណ្ណឹងក៏បានដែរហើយពេលខ្ញុំពាក់ម៉ាស់ដោយសារមនុស្សច្រើនខ្ញុំអត់ចេះខ្ញុំត្រូវពាក់ម៉ាស់ខ្ញុំអត់ទៅបង្ហាញមុខម៉ាស់នេះទឹកបុកខ្ញុំនឹងវេទនាខ្លាំងមែនទែនហើយពេលហ្នឹងកាបូបខ្ញុំហ្មងលេងបុកចូលបត់ឡើងកាបូបនៅខាងនេះខ្លួនឯងនៅខាងនេះនឹងវាជាហ្មងហើយកំពុងវេទនាខ្លាំងណាស់ហើយយើងអត់ដឹងពីរបៀបជិះចឹងលើកដំបូងរបស់យើងនៅទីក្រុងតូក្យូចឹងហើយដោយសារមេក៏ភ្លៀងផងកាន់ឆ័ត្របដាកាន់កាបូបបដាហើយពេលចុះវិញក៏វេទនាដែរមនុស្សច្រើនពេកយើងរត់ផ្លូវចុះយើងទៅបុកគេដើរគៀកចូលគេបុកឯងថាសោះស្មីម៉ាសេនអូឌីម៉ាសយើងនិយាយជប៉ុនសុំតោះខ្ញុំចុះហើយនឹងបុកតែមកបានចេញហើយចង់តែខ្យល់ងប់ពេលព្រឹកឡើងយើងមានអារម្មណ៍ស្រស់ស្រាយយើងថាបានធ្វើការលើកដំបូងថ្ងៃដំបូងរបស់យើងគាត់ចេញពីរថភ្លើងនឹងស្ទេអស់អារម្មណ៍បាត់អស់អារម្មណ៍ទាំងព្រឹកបាត់ហើយពេលត្រឡប់មកផ្ទះវិញគឺល្អហ្មងនិយាយមែនមិនថាអ្នកណាប្រហែលជាល្អហើយលើកដំបូងរបស់យើងហើយយើងប្រាប់បងប្អូនឈប់ប្រាប់ឪពុកធွာយើងប្រាប់បងប្អូនយើងថាឈប់ធ្វើលេងចង់ធ្វើការនៅទីក្រុងតូក្យូហើយមនុស្សច្រើនខ្លាំងណាស់ដឹកចង់ងប់ពេលផ្លូវយើងដើរចុចដើរធម្មតាបណ្ដៃតែសំខាន់អារថភ្លើងមនុស្សវាច្រើនខ្លាំងពេកនឹងរៀងហ្មងថាចាំមើលក៏ពេលចូលធ្វើការបាន2ឆ្នាំអីយកទៅបត់ពិសោធន៍ហើយនឹងបានសំលុយបានខ្លាំងគឺដូរការងារទៅធ្វើការនៅក្នុងខេត្តអីផ្សេងវិញព្រោះនៅទីក្រុងតូក្យូលេងចង់ជិះអារថភ្លើងមនុស្សច្រើនខ្លាំងបំផុតហ្នឹងណាយើងរៀងហ្មងយើងគិតក្នុងចិត្តចឹងណាតែសារបានមួយខែទៅយើងស៊ាំយើងដឹងពីរបៀបជិះយើងអីទៅ
ជាតិប៉ុណ្ណាក៏យើងដឹងរបៀបយើងដកដង្ហើមយើងដឹងរបៀបអីចឹងបើចឹងទៅអត់អីឥឡូវលេងអីវិញហើយ